បាទជំរាបសួរបងប្អូនជាទីគោរពនេះគឺជាព្រះកណេសដែលខ្ញុំបានធ្វើវីដេអូនៅប្រាសាទកោះកេរមានតែគេយកពីប្រាសាទមួយឈ្មោះថាប្រាសាទបាក់ហ្នឹងគឺវីដេអូមុនហ្នឹងគឺជាកន្លែងដែលព្រះអង្គពីមុនគង់នៅទីហ្នឹងអញ្ចឹងនេះដោយសារតែមានចៅលួចយកទៅលក់ដូរអញ្ចឹងធ្វើឲ្យព្រះកណេសហ្នឹងលែងនៅទីតាំងដើមបាទហើយព្រះកណេសនេះត្រូវបានយកមកដាក់នៅក្នុងប្រទេសកម្ពុជាយើងនៅឆ្នាំ2023ណាដោយបកគលពីសហរដ្ឋអាមេរិកតែម្ដងអញ្ចឹងហើយទីតាំងដើមរបស់ព្រះកណេសនេះគឺនៅប្រាសាទបាក់នៃតំបន់កោះកេរដែលខ្ញុំបានថតឲ្យបងប្អូននៅមើលលើកមុនម្ដងហើយវីដេអូមុនហ្នឹងហើយខ្លួននៅទីនេះបលាំងនៅកោះកេរបងប្អូនគិតមើលគឺបើសិនជាបលាំងនៅកោះកេរហើយខ្លួននៅកោះកេរដែរមិននឹងស្អាតប៉ុន្មានបងប្អូនប៉ុន្តែហ៊ានយកទៅទុកវិញខ្លាចបាត់ខ្លាចចោលឬក៏ពួកក្បាលខូចមួយចំនួនត្រូវបានយកទៅបំផ្លាញបន្តទៀតគឺបងប្អូនបើសិនឧបមាថាព្រះកណេសនេះគឺនៅទីតាំងប្រាសាទបាក់ធម្មតាតើស្រស់ស្អាតប៉ុន្មានបងប្អូនអើយប្រាសាទបាក់ក៏ស្អាតដែរហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតទាក់ទងជាមួយនឹងព្រះកណេសហើយជាមួយនឹងទីតាំងរបស់ព្រះអង្គខ្លួនព្រះអង្គនៅសារមន្ទីរក៏ប៉ុន្តែទីតាំងរបស់ព្រះអង្គឬក៏បល្ល័ង្ករបស់ព្រះអង្គកាលពីដើមគឺនៅកោះកេរគេឲ្យឈ្មោះថាប្រាសាទ